យោងតាមការបង្ហោះភេកភ្លើការរបស់សម្ដេចមហាបវរធិបតីកាលពីម្សិលមិញនេះបានបញ្ជាក់យ៉ាងច្បាស់ថាការជំនួបតាមទូរស័ព្ទរវាងសម្ដេចធិបតីហ៊ុនម៉ាណែតនិងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ការខិតខំប្រឹងប្រែងការទូតជាន់ខ្ពស់ដើម្បីស្វែងរកបទជបាញ់និងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃស្របតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកាឡាឡាំពួរនាយប់ថ្ងៃទី25ខែធ្នូឆ្នាំ2025ដោយពិភពលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចពិភាក្សាផ្លូវការតាមទូរស័ព្ទរវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងកិច្ចសន្ទនាដ៏មានសារៈសំខាន់មួយនេះភាគីទាំងពីរបានផ្ដោតជាសំខាន់លើការជំរុញឲ្យមានការបត់ឈប់បាញ់ជាបន្ទាន់និងការអនុវត្តយន្តការសន្តិភាពដើម្បីបញ្ជៀសការបង្ហូរឈាមនិងធានាបាននូវស្ថិរភាពក្នុងតំបន់ឯកឧត្តម Marco Rubio បានបង្ហាញចំហយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកគាំទ្រពេញទំហឹងនៅសន្តិភាពដ៏ស្ថិតស្ថេរមួយនិងត្រៀមខ្លួនជួយសម្របសម្រួលឲ្យមានដំណោះស្រាយការទូតឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានជាការឆ្លើយតបសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នៅជំហររបស់កម្ពុជាគឺការប្រកាន់ខ្ជាប់នៅសន្តិវិធីនិងការគោរពតាមសេចក្តីថ្លែងការណ៍រួមទីក្រុងកាឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីដែលជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់កម្ពុជាបង្ហាញពីឆន្ទៈមោះមុតក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការទ្វេភាគីដែលបានឯកភាពគ្នាដើម្បីប្រែក្លាយជាតំបន់ព្រំដែនទៅជាតំបន់សន្តិភាពនិងការអភិវឌ្ឍរួមគ្នាគួរបញ្ជាក់ផងដែរថាជំនួបនេះគឺជាសញ្ញាវិជ្ជមានមួយនៃការប្រើប្រាស់ឥទ្ធិពលការទូតអន្តរជាតិដើម្បីឈានទៅរកការបិទបញ្ឈប់ជម្លោះនេះទាំងព្រមជោគជ័យនៃកិច្ចចរចានេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់កម្ពុជានិងថៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសសរស្តម្ភនៃសន្តិសុខសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ